និយាយពីសេរីភាពសារព័ត៌មានហ្នឹងអត់មានព័ត៌មានឯករាជ្យផ្សាយមិនបានប្រជាពលរដ្ឋមិនដឹងរឿងពិតអីសោះឲ្យដល់យូររដ្ឋាភិបាលមកដោះសារអីចឹងទៅទៀតហើយរួចខ្លួនណាស្មើរួចខ្លួនទៀតហើយអាហ្នឹងហើយជាផលវិបាកថ្ងៃនេះអគ្គលេខាធិការអង្គការសហប្រជាជាតិលោកឌូទែតេអាន់តូញ៉ូហ្គូតេរ៉េសច្រឡំឌូទែតេលោកអតីតប្រធានាធិបតីហ្វីលីពីនលោកអាន់តូញ៉ូហ្គូតេរ៉េសដែលជាអគ្គលេខាធិការអង្គការសហប្រជាជាតិសរសេរសារលើកទឹកចិត្តឲ្យប្រទេសទាំងអស់នៅលើពិភពលោកយកចិត្តទុកដាក់លើផ្ដាល់តម្លៃឲ្យអ្នកសារព័ត៌មានឯករាជ្យឡើងវិញហើយនេះគឺជាទិវាពិភពលោកស្ដីអំពីសារៈសំខាន់នៃសារព័ត៌មានឯករាជ្យឈប់ធ្វើទុកបុកម្នេញអ្នកសារព័ត៌មានព្រោះលោកគូតែរ៉េនិយាយថាពេលដែលគ្មានអ្នកសារព័ត៌មានឯករាជ្យគឺយើងអត់មានសម្លេងទេហើយតែអត់មានសម្លេងគឺបានន័យថាយើងគ្មានប្រជាធិបតេយ្យគ្មានសិទ្ធិមនុស្សគ្មានអីទេអញ្ចឹងសូមឲ្យរដ្ឋាភិបាលទាំងអស់នៅពិភពលោករួមទាំងរដ្ឋាភិបាលកម្ពុជាគិតឡើងវិញអំពីការធ្វើទុកបុកម្នេញសារព័ត៌មានឯករាជ្យហើយត្រូវរកយន្តការដើម្បីឲ្យពួកគាត់ផ្សព្វផ្សាយព័ត៌មានឯករាជ្យឡើងវិញប៉ុន្តែបើរំលាយខ្ទេចខ្ទីអស់ហើយឥឡូវហ្នឹងបាក់ស្បាតគ្រប់គ្នាហើយគ្មានអ្នកណាសូម្បីតែមនុស្សនៅក្នុងជួរគណៈបកកម្ពុជាឬប្រជាជនហើយរដ្ឋាភិបាលអត់ទាំងហ៊ាននិយាយអីផងអត់ហ៊ានផ្សាយអីផងហើយតើយើងបានស្អីគេបានព័ត៌មានអីឥឡូវហើយដល់អត់មានព័ត៌មានតើយើងសម្រេចអីខ្ញុំចង់បានថាព័ត៌មានបង្អែមលៀងមាត់របស់ខ្ញុំហ្នឹងគឺចេះតែជួយបានជាបង្អែមលៀងមាត់មិនដឹងទឹកនោមផ្អែមគ្រប់គ្នាហើយដឹងព្រោះបងប្អូន25លានអ្នកឯងនៅ25លាន views ហើយនៅស្រុកខ្មែរនិងស្រុកក្រៅហ្នឹងដែលមើលវីដេអូខ្ញុំបង្អែមលៀងមាត់រាល់យប់ហ្នឹងប្រហែលជាទឹកនោមផ្អែមគ្រប់គ្នាខ្ញុំសូមអធិស្ឋានប៉ុន្តែវាទើសចិត្តពេកតែចេះចង់បំពេញបន្ថែមណាសង្ឃឹមថានៅពេលដែលមានប្រព័ន្ធផ្សព្វផ្សាយឯករាជ្យទៅខ្ញុំអាចធ្វើរឿងអីបានប្រសើរជាងនេះតែខ្ញុំអត់ឈប់ផ្សាយទេបងប្អូនចេះតែភ័យថាតិចឈប់ទៅអាស៊ីសេរីទូរទស្សន៍អីគេបើកតិចឈប់អត់ឈប់ទេបង្អែមលៀងមាត់នេះនឹងបើកជានិច្ចនិរន្តរ៍ដរាបណាខ្ញុំនៅមានដង្ហើមដកបាទហើយខ្ញុំស្លេះពីរឿងដូចតែទេសំទោស Guterres Antonio Guterres កែលេខាធិការអង្គការសហប្រជាជាតិនិយាយពីទិវាពីសេរីភាពសារព័ត៌មាននិងសារៈសំខាន់នៃសារព័ត៌មានឯករាជ្យខ្ញុំចូលដល់រឿង